ខ្ញុំនឹងចាប់ផ្ដើមគិតឡើងវិញទាក់ទងទៅនឹង content នេះតែធ្វើយ៉ាងម៉េចទៅដើម្បីឲ្យទៅដល់បងប្អូនទាំងអស់គ្នាហើយធ្វើយ៉ាងណាទៅដើម្បីឲ្យអ្វីដែលខ្ញុំបានចែករំលែកហ្នឹងវាជះឥទ្ធិពលខ្លាំងសម្រាប់យុវជននៅក្នុងសង្គមរបស់យើងជាក់ស្ដែងទៅខ្ញុំគឺជាយុវជនដូចគ្នាហើយខ្ញុំក៏ជាយុវជនម្នាក់ដែលទទួលនៅការស្ថាបនាខ្លួនឯងពីមួយឆ្នាំទៅមួយឆ្នាំពីមួយពេលវេលាទៅមួយពេលវេលាមានពេលខ្លះក៏យើង lost ខ្លួនឯងយើងវង្វេងនៅគោលដៅវង្វេងនៅអ្វីដែលយើងចង់បានខ្ញុំធ្វើថាយុវជនយើងប្រកាស 100% ដូចខ្ញុំអញ្ចឹងមានន័យថាសន្តានបងប្អូនទាំងអស់គ្នាអាចនឹង lost នៅអ្វីដែលបងប្អូនចង់ធ្វើអាចនឹងបាត់បង់នៅចក្ខុវិស័យបាត់បង់នៅអ្វីដែលជាក្តីសម័យរបស់ខ្លួនឯងសួរថាតើទាំងអស់គ្នាវាកើតចេញឬក៏វាបាត់បង់ហ្នឹងដោយសារអីគេអ្វីដែលខ្ញុំឆ្លងកាត់មករយៈចុងក្រោយនេះខ្ញុំឃើញថាទី1កត្តាដែលធំបំផុតគឺបងអូនអស់ទំនុកចិត្តនៅលើខ្លួនឯងអានេះវាជាអីដែលយុវជនយើងទាំងអស់គ្នាគួរគិតពិចារណាឡើងវិញថាតើទំនុកចិត្តរបស់ខ្លួនឯងយើងកសាងដោយរបៀបណាហើយធ្វើយ៉ាងណាដើម្បីឲ្យវាមានទំនុកចិត្តនៅក្នុងការបង្ហាញនៅក្នុងការផ្ដល់នៅកម្លាំងចិត្តណាព្រោះថាមានទំនុកចិត្តប្រកបណាស់បងប្អូនទាំងគ្នានឹងអាចមានកម្លាំងចិត្តវាជាកត្តាលេខកមួយដែលជំរុញឲ្យបងអូនទទួលបានប្រសិទ្ធភាពជាមួយនឹងការងារជាមួយនឹងឱកាសការសិក្សាផ្សេងៗនិយាយជារួមឲ្យតែបងអូនទាំងអស់គ្នាមានគំនិតនៅក្នុងការផ្ដល់ជាគតិសម្រាប់ខ្លួនឯងខ្ញុំគិតថាឲ្យតែបងអូនមានគំនិតថាធ្វើម៉េចជួយខ្លួនឯងជួយឲ្យបានជោគជ័យជួយឲ្យបានល្អប្រសើរជាងនៅពេលដែលបងអូនអង្គុយនេះមើលវីដេអូបងឥឡូវហ្នឹងមានន័យថា in the future បងអូនប្រកាសជាទទួលបានសមិទ្ធផលតួយ៉ាងទៅខ្ញុំទទួលស្គាល់ថាអាចពេលខ្លះបងប្អូនទាំងគ្នាមានបញ្ហាទាក់ទងទៅនឹងហិរញ្ញវត្ថុបញ្ហាទាក់ទងនឹងគ្រួសារឬក៏ទាក់ទងទៅនឹងការធ្វើការងារប្រចាំថ្ងៃផ្សេងៗខ្ញុំគិតថាបងប្អូនទាំងអស់គ្នាអាចប៉ះទង្គិចនៅលើផ្លូវចិត្តប៉ុន្តែខ្ញុំសូមលើកទឹកចិត្តឡើងវិញមានន័យថាការប៉ះទង្គិចនីមួយៗវាប៉ះដោយកើតឡើងដោយឧបទ្ទវហេតុឬក៏ហេតុការណ៍ណាមួយខ្ញុំទទួលស្គាល់ថាអាចនឹងប្អូនពើតឬក៏ឈឺផ្សាក្នុងរយៈពេលហ្នឹងភ្លាមប៉ុន្តែរឿងខ្លះវាត្រូវការពេលវេលាដើម្បីឲ្យប្អូនផ្សះវាឡើងវិញអញ្ចឹងសារនេះគ្រាន់តែចង់រំលឹកឲ្យប្អូនដឹងថារឿងគ្រប់យ៉ាងនៅពេលបច្ចុប្បន្នដែលប្អូនទាំងអស់គ្នាដូចជាយុវជនធ្វើគ្រប់គ្នាហ្នឹងណាមិនប្រកាសថាពេលអនាគតទៅយើងមិនអាចកែប្រែខ្លួនឯងបានទេមានន័យថាអ្វីដែលល្អនៅថ្ងៃនេះប្អូន keep វារក្សាទុកវាប៉ុន្តែអ្វីដែលមិនទាន់ល្អអ្វីដែលប្អូនគិតថាប្អូនបានធ្វើខុសកន្លងមកប្អូនអាចស្ថាបនាខ្លួនឯងហើយផ្លាស់ប្ដូរខ្លួនឯងបានទម្រង់តាមស្ថានភាពដែលប្អូនគិតថាប្អូនអាចធ្វើទៅបានកុំធ្វើតាមគេប្រសិនបើប្អូនទាំងអស់គ្នាយុវជនយើងទាំងអស់គ្នាស្ដាប់អ្នកដតីហើយយកមកស្ថាបនាខ្លួនឯងដូចជាស្ដាប់បងចោះអូនទៅស្ថាបនាធ្វើយ៉ាងម៉េចឲ្យដូចបងគាត់និយាយអត់ទេមានន័យថាក្នុងគោលគំនិតនីមួយៗរបស់យុវជនមានផ្នត់គំនិតផ្សេងគ្នាបរិបត្តិផ្សេងគ្នាការរស់នៅផ្សេងគ្នាការហូបចុកដេកដើរឈរអង្គុយក៏ខុសគ្នាដែរអញ្ចឹងមិនមែនកតេដែលបងនេះបានប្រាប់ប្អូនឬក៏យុវជនយើងទាំងអស់គ្នាបងទាំងអស់គ្នាហើយគ្នាយើងគិតថាត្រូវតែធ្វើឲ្យដូចគាត់អត់ទេមានន័យថាគ្រប់ដំណើរជំហានទាំងអស់ឲ្យតែគេចែករំលែកបងអូនស្ដាប់មកស្ដាប់ហើយក្រេបយកវាទុកជាកតេសម្រាប់ខ្លួនឯងហើយបង្កើតចក្ខុវិស័យដោយខ្លួនឯងជាមួយនឹងទំនុកចិត្តមិនមែនមានន័យថាបងអូនមានចក្ខុវិស័យបងអូនខ្វះទំនុកចិត្តហើយបងអូនអត់ជោគជ័យទេណាក្នុងចំណុចនេះមិនមែនមានជោគជ័យនឹងតតែជាបុគ្គលដែលមានលុយលើកទ្រព្យអីទេជោគជ័យនៅអ្វីដែលខ្ញុំនិយាយគឺជោគជ័យនៅបញ្ហាការគ្រប់គ្រងលើខ្លួនឯងគ្រប់គ្រងលើបញ្ហាផ្លូវចិត្តរបស់ខ្លួនឯងនេះជាវេទិកាដែលធំបំផុតដែលខ្ញុំចង់ចែកជូននៅថ្ងៃនេះអូខេណាអរគុណបាយបាយ